សួស្តីអ្នកទាំងអស់គ្នាជួបខ្ញុំជាថ្មីជាមួយនឹងវីដេអូថ្មីបាទវីដេអូនេះគឺយើងកំពុងតែបាទរកមើលបាទកកកកាយបាទថាតើឡានត្រង់របស់យើងហ្នឹងគឺមានកូនឡានតូចៗហ្នឹងប្រហែលឥឡូវយើងចាប់ផ្ដើមបាទយកទី1យើងបាទគោះវាឲ្យជ្រុះដីជ្រុះខ្សាច់សិនណាបាទយើងលាងទឹកវាមកបាទនេះគេដាក់ថា Super Racing បាទ Super Racing បាទ Quick Drive ហ្នឹងហើយថាបើកបរលឿនបាទកពូលឡានប្រណាំងបាទឥឡូវយើងទុកថ្មបាទមើលបន្តទៀតបាទនេះគឺប្រភេទ excavator បាទប្រភេទ excavator ប្រភេទឡានអចោកណាប៉ុន្តែឥឡូវយើងលាងវាបាទយើងលាងសម្អាតវាសិនបាទ excavator របស់យើងហាលថ្ងៃសិនបាទហាលថ្ងៃឥឡូវយើងបាទមកមើលអាផ្សេងមួយទៀតបាទនេះបងប្អូននេះបាទសត្វដីហើយឥឡូវយើងគួរសម្អាតវាសិនបាទឥឡូវយើងសម្អាតវាហើយបាទដាក់ទុកនេះសិនបាទនៅក្នុងនេះគឺអស់ហើយអ្នកទាំងអស់គ្នាបាទអស់ហើយឥឡូវយើងមកមើលឡានមួយទៀតបាទនៅក្នុងឡាននេះម្ដងឥឡូវយើងដាក់ទឹកបាទដាក់ទឹកបន្តិចទៅដើម្បីឲ្យបាទដីខ្សាច់ហ្នឹងវាស្រោតចុះបាទវាស្រោតចុះហើយយើងនៅសល់ឃើញឡានឥឡូវយើងយកអាតូចនេះបាទយកអាពណ៌ខៀវនេះខ្ញុំលាងមុនគេបាទទុកនេះសិនបាទទុកនេះដែរឥឡូវយើងមើលបន្ទាប់ទៀតបាទនេះគឺប្រភេទ helicopter បាទបញ្ជ្រោកវាឲ្យអស់បាទអស់ដីខ្សាច់បាទឥឡូវយើងទុកលើថ្មហ្នឹងបាទឥឡូវរាងស្អាតដែរអ្នកទាំងអស់គ្នាបាទទុកនេះសិនណាឥឡូវយើងមើលបន្តទៀតបាទនេះឡានសម្រាមអ្នកទាំងអស់គ្នាបាទឡានសម្រាមឡានគេដឹកសម្រាមនៅទីក្រុងបាទនេះគឺប្រភេទយន្តហោះបាទប្រភេទយន្តហោះឥឡូវយើងលាងហើយទុកលើថ្មនេះសិនឥឡូវយើងមើលឡានបន្តទៀតឡាននេះគឺស្អាតដែរបងប្អូនអ្នកនរគ្នាបាទនេះប្រភេទ super car ដែរណាបាទស្អាតខ្លាំងខ្ជូតឥឡូវយើងលាងហើយយើងទុកទុកទៅហ្នឹងឥឡូវយើងមើលបន្តបាទយើងមើលបន្តទៀតជ្រុះចូលកពុកបាទពណ៌នេះគឺពណ៌ស្អាតពណ៌ខ្ជូតអ្នកទាំងអស់គ្នាឥឡូវគឺបាទឡានរបស់យើងបាទយើងរកឃើញប៉ុណ្ណឹងហើយយើងក៏បានលាងសម្អាតវារួចរាល់ដែរយើងដាក់នៅលើបាទដុំថ្មទាំងអស់ហ្នឹងអញ្ចឹងអរគុណច្រើនសម្រាប់ការចំណាយពេលតាមដានទស្សនាក៏ដូចជាការគាំទ្រការស្រឡាញ់ចូលចិត្តបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូដែលនិយាយអំពីឡានផ្សេងហ្នឹងសូមជួយចុច like ម្នាក់មួយបាទហើយអាចជួយចុច subscribe សិនបាទបើសិនជាបងប្អូនមិនទាន់បានជួយចុច subscribe បាទអរគុណច្រើន Okay everyone, thank you for watching this video. If you like this video, please help me subscribe to my channel. Okay, thank you. See you next time. Goodbye. Good luck.